ប្រទេសអារ៉ាប៊ីសាអូឌីតកំពុងចរចាទិញបច្ចេកវិទ្យាយោធាពីប្រទេសអ៊ុយក្រែននៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះតំបន់មជ្ឈមបូព៌ាកំពុងប្រឈមនឹងការគំរាមកំហែងកាន់តែខ្លាំងពីដ្រូនវាយប្រហារហេតុការណ៍ធំបំផុតមួយនៅឆ្នាំ2019មានការវាយប្រហារដោយដ្រូននិងមីស៊ីលលើរោងចក្រចម្រាញ់ប្រេង Apkis និង Kuras របស់ក្រុមហ៊ុនប្រេងដ៏ធំរបស់អារ៉ាប៊ីសាអូឌីតដែលធ្វើឲ្យការផលិតប្រេងរបស់ប្រទេសនេះធ្លាក់ចុះយ៉ាងខ្លាំងប្រហែល 5.7 លានបារ៉ែលក្នុងមួយថ្ងៃនិងបង្កឲ្យតម្លៃប្រេងពិភពលោកកើនឡើងក្រៅពីនេះក្រុមសកម្មប្រយុទ្ធហ៊ូទីនៅប្រទេសយេម៉ែនក៏បានប្រើដ្រូនវាយប្រហារជាញឹកញាប់លើព្រលានយន្តហោះទីក្រុងនិងរោងចក្រប្រេងនៅអារ៉ាប៊ីសាអូឌីតផងដែរថ្មីនេះអារ៉ាប៊ីសាអូឌីតបានបាញ់ទម្លាក់ប្រហែល20ដ្រូនដែលកំពុងហោះទៅកាន់ទីតាំងប្រេងសាបាហើយក៏មានការវាយប្រហារដោយដ្រូនលើប្រទេសគុយវ៉ែតនិងប្រទេសអារ៉ាប់រួមផងដែរដ្រូនក៏ត្រូវបានគេប្រើវាយប្រហារលើមូលដ្ឋានយោធានិងស្ថានទូតនៅក្នុងតំបន់នេះគឺដោយសារតែការវាយប្រហារដោយដ្រូនមានតម្លៃថោកហើយអាចបង្កការខូចខាតធ្ងន់ធ្ងរបានធ្វើឲ្យប្រទេសជាច្រើននៅតំបន់នេះចាប់ផ្ដើមវិនិយោគលើបច្ចេកវិទ្យាប្រឆាំងដ្រូននិងដ្រូនស្ទាក់ចាប់ថ្មីនេះមានព័ត៌មានថាប្រទេសអារ៉ាប៊ីសាអូឌីតកំពុងធ្វើការពិភាក្សាជាមួយនឹងប្រទេសអ៊ុយក្រែនអំពីការទិញបច្ចេកវិទ្យាការពារដែនអាកាសការចរចានេះកើតឡើងនៅពេលដែលមានការគំរាមកំហែងផ្នែកសន្តិសុខនៅក្នុងតំបន់កំពុងកើនឡើងតាមប្រភពព័ត៌មានកិច្ចពិភាក្សានេះផ្ដោតលើការទិញដ្រូនស្ទាក់ចាប់និងបច្ចេកវិទ្យាសង្គ្រាមអេឡិចត្រូនិកដែលអាចប្រើសម្រាប់ប្រឆាំងនឹងការវាយប្រហារដោយដ្រូនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះអ៊ុយក្រែនបានបង្កើតបច្ចេកវិទ្យាដ្រូនស្ទាក់ចាប់ដែលអាចហោះទៅប៉ះឬបំផ្លាញដ្រូនសត្រូវបានបច្ចេកវិទ្យាបែបនេះបាននឹងកំពុងទទួលបានការចាប់អារម្មណ៍ពីប្រទេសជាច្រើនមូលហេតុសំខាន់មួយគឺដោយសារការប្រើប្រាស់មីស៊ីលការពារដែនអាកាសធម្មតាមានតម្លៃថ្លៃខ្លាំងពេលខ្លះមីស៊ីលមួយគ្រាប់អាចមានតម្លៃរាប់លានដុល្លារខណៈដែលដ្រូនវាយប្រហារមួយអាចមានតម្លៃត្រឹមខ្ទង់$10,000ប៉ុណ្ណោះដោយសារតែហេតុនេះប្រទេសជាច្រើនកំពុងស្វែងរកវិធីការពារដែលមានប្រសិទ្ធភាពនិងតម្លៃសមរម្យជាងបច្ចេកវិទ្យាដ្រូនស្ទាក់ចាប់របស់អ៊ុយក្រែនត្រូវបានគេចាត់ទុកថាជាជម្រើសមួយដែលមានប្រសិទ្ធភាពខ្ពស់ទោះបីជាយ៉ាងណាកិច្ចព្រមព្រៀងរវាងប្រទេសអារ៉ាប៊ីសាអូឌីតនិងប្រទេសអ៊ុយក្រែននៅតែស្ថិតក្នុងដំណាក់កាលពិភាក្សាហើយមិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយទេប៉ុន្តែបើការចរចានេះទទួលបានជោគជ័យតម្លៃនៃកិច្ចព្រមព្រៀងអាចឈានដល់រាប់លានដុល្លារឯណោះពីខ្ញុំបាទ 84 Today ប្រសិនបើលោកអ្នកចង់ទទួលបានព័ត៌មានថ្មីអំពីពិភពលោកបច្ចេកវិទ្យានិងព្រឹត្តិការណ៍សំខាន់សូមកុំភ្លេចតាមដាន Channel YouTube និង Facebook Page 84 Today